ពុកម៉ែបងប្អូនណាមានលហុងពូជល្អហើយតែមានតែម្ដងមិនចង់បំបែកកូនបំបែកអីចឹងធ្វើងាយតាមវិធីនេះបងប្អូនត្រូវរើសជ្រើសរួមមានលហុងណាមានភ្នែកកន្លែងណាមានភ្នែកបងប្អូនមកជ្រៀកតាមបែបនេះមកជ្រៀកតាមរូបភាពនឹងមករួចហើយយកឈើឬអាស័យហ្នឹងមកសោកទាស់ដើម្បីឲ្យវាហើបបែបនេះបងប្អូនឬកាត់អាស័យឲ្យស្មើរួចហើយបងប្អូនចូលយកកៅជ័ររួចហើយយកមកចោះពូតវាឲ្យវាមានប្រហោងសម្រាប់ហូរទឹកចេញណាបងប្អូនចោះរុនប្រហោងតាមរូបភាពបែបនេះរួចហើយរកចង្កេះដូងដែលយើងកិនម៉ត់ហ្នឹងយកមកដាក់យើងជ្រៀកកែវហ្នឹងដើម្បីឲ្យទៅសោកនៅក្នុងលហុងដែលយើងជ្រៀកបំមិញហ្នឹងវាចូលស្រួលបងប្អូនសោកចូលបែបនេះមកសោកហ្នឹងយើងធ្វើមកចង្កត់ចង្កេះដូងឲ្យណែនតាមរូបភាពបែបនេះបងប្អូនហើយយើងរឹតខ្សែរឹតអានេះយើងយកខ្សែរឹតក៏បានឬក៏យកអីមកចងរុំឲ្យវាណែនក៏បានដែរបងប្អូនហើយហ្នឹងមកយើងអត់តែរឹតចឹងណាដាក់ឲ្យពេញណែនទៅពេញមកយកទៅពេញមកណាបងប្អូនហើយយើងចាក់ទឹកមកចាក់ទឹកឲ្យជោកក្នុងហ្នឹងទៅតាមរូបភាពហ្នឹងទៅនេះវាមានភ្នែកចឹងរយៈពេល40ថ្ងៃក្រោយបងប្អូនមកមើលកាត់ចេញមកបងឃើញទេដកមកហើយយើងបាញ់ទឹកតិចដើម្បីឲ្យវាស្កៃដងចេញហ្នឹងដើម្បីមានរឹសឃើញរឹសពេលរឹសបងប្អូនរួចហើយយើងកាត់ត្រឹមខាងលើហ្នឹងមកវាជាប់នឹងភ្នែកដែលវានៅជាមួយទៅផ្សំក្នុងផើងឬក៏យកទៅដាំបានតែម្ដងបាទ